trong đâyการศึกษาให้កំពុងរៀន IT មែនអត់ដំណឹងល្អសម្រាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់មុខជំនាញព័ត៌មានវិទ្យាស្ថាន iStack កំពុងតែបើកទទួលការចុះឈ្មោះសម្រាប់សិស្សថ្មីសិស្សតែចូលឆ្នាំទី1និងសិស្សតែចូលឆ្នាំទី2សម្រាប់ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាដូច្នេះសិស្សនិស្សិតដែលចង់ទៅការសិក្សាហើយកំពុងតែរៀនមុខវិជ្ជា IT មិននឹងថាទៅទីណាបន្ទាប់នេះជាឱកាសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នានៅ iStack កម្មវិធីសិក្សាក៏ល្អតាមទាន់បច្ចេកវិទ្យាចុងក្រោយបង្អស់ការសិក្សាតាំងពីកម្រិត Basic ដំបូងរហូតទៅដល់កម្រិតខ្ពស់ថែមទាំងសមស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្នផងដែរនៅទីនេះមិនត្រឹមតែផ្ដោតទៅលើទ្រឹស្ដីប៉ុណ្ណោះទេថែមទាំងផ្ដោតទៅលើការអនុវត្តពិតនិងជំនាញការងារជាក់ស្ដែងផងដែរចាប់បើកទទួលពាក្យតាំងពីថ្ងៃជូនដំណឹងនេះរហូតទៅដល់ខែឧសភាឆ្នាំ2026ចុះឈ្មោះឥឡូវនេះចូលរៀនផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យានៅ iStack ដើម្បីក្លាយទៅជាអ្នកជំនាញ IT នាពេលអនាគត Bye!